បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះដែរខ្ញុំបាទលោកខុសផាណាដែលតំណាងឲ្យសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពដែលបានចូលរួមជាមួយនឹងសមាជិកសមាជិកានិងក្រោមការដឹកនាំផ្ទាល់របស់អាដាមបណ្ឌិតអែមប្រសាដែលជាប្រធានសមាគមអ្នកសារព័ត៌មានផ្ទាល់ដែលបានចុះមកទស្សនកិច្ចនៅតំបន់ដូចជាប្រវត្តិសាស្ត្ររបស់យើងគឺមន្ទីរស21ដែលហៅថាសារមន្ទីរទួលស្លែងដែលជាទីតាំងមួយដែលមានការចូលរួមពីបងប្អូនអ្នកដឹកនាំយើងទាំងសម្ព័ន្ធភាពបន្តសមាគមអង្គការសង្គមស៊ីវិលនិងសមាគមអង្គការនានាទាំង20អង្គភាពនិងសារព័ត៌មានទាំង30អង្គភាពបានពិនិត្យគឺជាក់ស្ដែងថាវាមានក្តីស្រុកទួជាពុនពេកដែលបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅទីតាំងផ្ទាល់និងការបន្ទុកនីមួយៗដែលមើលឃើញថាវាជាសោកនាដកម្មមួយដ៏សែនជូរចត់ដែលក្រោមការដឹកនាំពីរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមបានធ្វើការសម្លាប់ប្រជាពលរដ្ឋខ្មែរដូចជានិស្សិតបញ្ញវន្តអ្នកចេះដឹងខ្មែរផ្ទាល់ប្រហែលជាជាង3លាននាក់ដែលមានរយៈពេល3ឆ្នាំ8ខែ20ថ្ងៃដែលវាជាព្រឹត្តិការណ៍មួយដូចជាប្រវត្តិសាស្ត្រមួយដ៏សែនជូរចត់ដែលយើងបានឃើញទស្សនវិជ្ជាផ្ទាល់ពីរបបមានការកាប់សំណប់យ៉ាងទ្រាំនិងការទទួលស្គាល់ថាជារបបបល្ល័ង្កពូជសាសន៍មួយដែលសហគមន៍ជាតិនិងអន្តរជាតិបានមកឃើញជាក់ស្ដែងនិងបានជួបនៅអ្វីដែលយើងបានឃើញថាកម្ពុជាក្រោមការរួចផុតពីបល្ល័ង្កពូជសាសន៍ខ្មែរក្រហមដែលដឹកនាំផ្ទាល់នឹងការរំដោះជាតិផ្ទាល់ដោយស្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រមុខនៃរដ្ឋាភិបាលនិងជាអតីតនាយករដ្ឋមន្ត្រីបានធ្វើការលះបង់តស៊ូដូចជាសាច់ចោះជាស្រស់បានជួយប្រជាពលរដ្ឋខ្មែរយើងឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមយើងនេះហើយយើងគិតថាប្រទេសកម្ពុជាប្រជាជាតិកម្ពុជាទី2ក្នុងការដឹកនាំដោយសម្ដេចតេជោផ្ទាល់និងបន្តការដឹកនាំដោយសម្ដេចបតីផ្ទាល់បានកសាងនៅសន្តិភាពនិងការការពារសន្តិភាពរបស់យើងឲ្យមាននៅកម្ពុជាមួយដែលមាននៅស្ថិរភាពនយោបាយក៏ដូចជាទស្សនវិជ្ជានៃការរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់មានជីវភាពរស់នៅយ៉ាងសុខសាន្តខុសពីរបបបល្ល័ង្កពូជសាសន៍ដែលយើងមិនអាចធ្វើការរកស៊ីធ្វើការដំណើរកម្សាន្តទៅណាបានអញ្ចឹងហើយនេះជាទស្សនវិជ្ជាផ្ទាល់នៃសម័យសន្តិភាពក្នុងការរបស់សម្ដេចទាំងពីរអញ្ចឹងហើយអ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដូចជាគ្រប់ស្ថាប័នយុវជននិងយុវវ័យនារីក៏ដូចជាកុមារចំនួនក្រោយឲ្យទទួលស្គាល់នៅអ្វីដែលជាតម្លៃនៃសន្តិភាពដែលយើងបានថែរក្សាបានមកដល់ពេលនេះនេះហើយអ្វីដែលយើងបានឃើញពីទស្សនវិជ្ជាពីសម័យអតីតកាលរបស់យើងក៏ដូចជាសម័យនៅបច្ចុប្បន្នកាលនេះវាមានការខុសប្លែកគ្នាអញ្ចឹងហើយអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលរបស់យើងក្រោមគំនិតមួយផ្ដើមរបស់សម្ដេចតេជោនិងការឯកភាពដ៏គង់ពោះពីសម្ដេចធម្មតីបានកសាងនៅច្បាប់មួយនៃការប្រឆាំងទៅនឹងការមិនទទួលស្គាល់នៅរបបបល្ល័ង្កពូជសាសន៍ប៉ុលពតរបស់យើងអញ្ចឹងហើយខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យចូលរួមនៅក្នុងការការពារនៃសន្តិភាពរបស់យើងឲ្យបានស្ថិរជាយូរអង្វែងតរៀងទៅបាទសូមជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋខ្មែររបស់យើងរួមគ្នាការពារនៅសន្តិភាពនិងអាសាឲ្យបាននៅស្ថិរភាពសង្គមនិងជីវភាពរស់នៅឲ្យបានសុខសាន្តជានិរន្តរ៍តទៅបាទសូមអរគុណច្រើន